ខ្ញុំបាទជាប្រធានសិប្បកម្មកែច្នៃត្រីបាទនៅភូមិតាំងភូមិចម្បក់បាទឃុំតាំងកសាំងស្រុកតតុកខេត្តកំពង់ធំបាទលោកពូអញ្ចឹងបន្តជាមួយនឹងសំណួរទៀតពូខ្ញុំចង់សួរថាលោកពូចាប់ផ្ដើមកែច្នៃត្រីតាំងពីពេលណាមកហើយមានត្រីខ្លះទៀតពូបាទយើងពីដើមមកយើងចេះពីដូនតាតែប្រភេទកែច្នៃត្រីយើងរួមទៅកែច្នៃគ្រប់ប្រភេទបាទគ្រប់ប្រភេទត្រីដល់មានត្រីឆ្អើមានត្រីងៀតមានប្រហុកមានផ្អកមានប្រហិតអូមានច្រើនមែនបាទមានច្រើនបាទមានត្រីគេហៅថាប្រាសំយ៉ុងអីបាទមានបាទប្រវត្តិនិងដំណើរដើមតងដែលលោកពូមានជំនាញតាក់ទងការកែច្នៃត្រីបានល្អហើយដែលធ្វើឲ្យទទួលបានជោគជ័យខ្ពស់មែនទែនដល់សពថ្ងៃតើមានដំណើរដើមតងយ៉ាងម៉េចទូអាចរៀបរាប់ទីមកណាអញ្ចឹងកន្លងមកយើងធ្វើអាជីវកម្មរបៀបគេហៅថាលក្ខណៈគ្រួសារឬពីដូនតាឬបែបបុរាណអញ្ចឹងបែបបុរាណបាទអញ្ចឹងយើងនៅខ្វះខាតផ្នែកអនាម័យបាទនៅការទទួលការខុសត្រូវអនាម័យប្រកបតើអនាម័យដោយរបៀបម៉េចអញ្ចឹងយើងដឹងបាទយើងនៅថ្ងៃទី22ខែតុលាឆ្នាំ2017បាទអញ្ចឹងយើងមានអង្គការ VSO មួយគាត់នឹងមកអញ្ជើញខាងក្រសួងឬក៏ផ្នែកមន្ត្រីម្ហូបអាហារខាងជំនាញជលផលបាទមកពីក្រសួងដើម្បីមកបង្ហាត់បង្រៀនផ្នែកអនាម័យស្តង់ដារដើម្បីឈានឆ្ពោះទៅការប្រកួតប្រជែងអញ្ចឹងណាបាទយើងអញ្ចឹងពេលនោះខ្ញុំចាប់អារម្មណ៍បាទខ្ញុំថាពីដូនតាយើងគ្រាន់តែជាម្ហូបដែលយើងគ្រប់គ្រងទៅវិញទៅមកចិត្តខ្លួនយើងទេអត់មានឆ្លងកាត់អីស្តង់ដារទេគុណភាពអីទេបាទដល់មកយើងបានរៀនសូត្រហើយព្រោះយើងចាប់ផ្ដើមធ្វើអាជីវកម្មហ្នឹងជាអាជីពយើងឈានទៅដល់ខាងមន្ទីរខាងក្រសួងកសិកម្មតម្រូវឲ្យយើងចូលជាសហគ្រិនបាទហ្នឹងហើយសហគ្រិននៅក្នុងភូមិស្រុកយើងបង្កើតជាក្រុមបាទហៅថាគឺជាបណ្ដុំបាទជាបណ្ដុំហ្នឹងដើម្បីយើងធ្វើអាជីវកម្មហ្នឹងរួមគ្នាបាទដើម្បីឲ្យយើងក៏អាចលក់ចេញរួមគ្នាបាទហ្នឹងបាទអូអញ្ចឹងដូចឮមិញថាបងគឺបានចូលវគ្គបណ្ដុះបណ្ដាលតាក់ទងនឹងការបណ្ដុំនៃការកែច្នៃត្រីបាទអញ្ចឹងពូអាចរៀបរាប់បានថាពូអាចចូលអារួមកម្មវិធីហ្នឹងនៅថ្ងៃណាហើយទីតាំងនៅណាដែរហើយបានធ្វើអីខ្លះនៅបានរៀនអីខ្លះនៅកន្លែងហ្នឹងបាទយើងបណ្ដុំកែច្នៃហ្នឹងយើងរៀននៅកន្លែងនេះទីផ្ទាល់ព្រោះយើងមានសមាជិកទីតាំងកន្លែងនេះបាទទីតាំងនៅភូមិច្បក់យើងនេះរយៈពេល2ដងបាទដើម្បីយើងជ្រើសរើសប្រធានបណ្ដុំកែច្នៃហ្នឹងបាទប្រធានបណ្ដុំកែច្នៃហ្នឹងដើម្បីការគ្រប់គ្រងនៅការផ្នែកអនាម័យកែច្នៃគុណភាពបាទហើយនឹងបច្ចេកទេសហៅថាស្តង់ដារបាទយ៉ាងណាឧទាហរណ៍ថាប្រភេទត្រីឆ្អើអញ្ចឹងអ្នកបញ្ជាទិញតើគាត់ទិញຂະຫນាតរបៀបម៉េចបាទហើយយើងធ្វើរបៀបម៉េចដែលត្រូវគាត់ទទួលយកបានហើយមានពេលវេលាត្រឹមត្រូវហើយស្តង់ដារនិយាយថាស្តង់ដារហ្នឹងចង់និយាយថាត្រូវត្រីមានគុណភាពបាទត្រីមានគុណភាពបាទมันមានគីមីมันមានបូរ៉ាអីផ្សេងដែលត្រូវប៉ះពាល់ទៅដល់អ្នកប្រើប្រាស់យើងកន្លងមកដូចយើងបានរៀបរាប់ពីមុនពីដើមមកដែរណាបាទដោយសារថាការផ្នែកប្រឌិតបែបអនាម័យបែបបុរាណបាទយើងប៉ះពាល់ទី1យើងអត់ដឹងគុណភាពបាទគុណភាពត្រីទេទី2ហើយក៏យើងអត់បានត្រួតពិនិត្យថាតើម្ហូបអាហារហ្នឹងយើងច្បាស់លាស់ថាมันមានប៉ះពាល់បាទផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដែរទេឬអ្នកហូបចុកដែរទេបាទអញ្ចឹងមកដល់ថ្ងៃនេះយើងគិតថាល្អប៉ុន្តែយើងដែលជួបប្រទេសទីមុនគឺយើងជួបប្រទេសទីផ្សារខ្លាំងណាស់ដែរទីផ្សារគឺបាទព្រោះប្រភេទត្រីយើងរាល់ថ្ងៃនេះគឺយើងប្រើប្រាស់កែច្នៃប្រភេទត្រីចិញ្ចឹមបាទហើយត្រីស្រែហ្នឹងយើងតិចនៅឡើយទេបាទដោយសារអីដោយសារថាត្រីស្រែយើងគ្រប់គ្រងអត់បានគ្រប់រដូវកាលទេបាទហ្នឹងហើយតាមរដូវកាលរដូវកាលទេបាទយើងមានរដូវកាលអញ្ចឹងបញ្ហាជំនួយទីផ្សារបាទទីផ្សារគាត់អត់ទាន់បានយល់ដឹងពីការផ្នែកការយើងធ្វើវាអនាម័យនឹងតើយ៉ាងម៉េចតើគាត់នៅតែខ្លាចការប៉ះពាល់រហូតបាទឲ្យលឺសូរតែត្រីអញ្ចឹងគាត់ថាខ្លាចប៉ះពាល់ប៉ុន្តែពេលមកដល់ថ្ងៃនេះបាទគិតថាទីផ្សារប្រសើរបន្តិចបាទដោយសារថាគាត់មានអ្នកបញ្ជាទិញបាទអាហ្នឹងមកពីបងចូលជាសមាជិកបណ្ដុំអាជីវកម្មកែច្នៃត្រីដែលធ្វើឲ្យបងទទួលបាននៅការផលិតបែបស្តង់ដារដែលធ្វើឲ្យតម្លៃយ៉ាងម៉េចដែរបងបាទតម្លៃយើងសមស្របបាទយើងសមស្របអាចទទួលយកបានគឺថាយើងរាល់ថ្ងៃយើងទិញចូលត្រីអណ្ដែងយើងទិញចូលឡើង1គីឡូ6000បាទសមាជិកយើងណាបាទ
ហើយដល់ពេលយើងលក់ចេញទៅវិញក្នុង1គីឡូហ្នឹងយើងលក់8500 បាទអញ្ចឹងចំណេញអញ្ចឹងណា ចំណេញ2500ប៉ុន្តែយើងអត់ទាន់កាត់បុគ្គលិកបាទកាត់ដោយសម្ភារៈដែលប្រើប្រាស់ដែលត្រូវការយើងចម្អិននោះទេបាទអញ្ចឹងការផលិតក្នុងមួយខែពួកអាចគិតមើលថាផលិតបែបឥឡូវហ្នឹងពីមុនណាខុសគ្នាយ៉ាងម៉េចបាទពីមុនផលិតបានប្រហែលឥឡូវផលិតបានប្រហែលពីមុនយើងផលិតបានតិចទេដោយសារថាมันមានអ្នកមិនសូវមានអ្នកបជាទិញបាទហ្នឹងអត់មានអ្នកបជាទិញយើងក៏អត់មានការតម្រូវការផលិតដែរមិនបាទផលិតដែរបាទតែឥឡូវដល់ពេលយើងចូលជាបណ្ដុំអាជីវកម្មកែច្នៃត្រីយើងត្រូវការផលិតច្រើនដោយសារតម្រូវការបាទតម្រូវការបាទមូលហេតុដែលតម្រូវការនោះគឺដោយសារតែយើងការផលិតរបស់យើងទទួលបាននៅការគ្រប់គ្រងដោយសារតែអីដោយសារមានគុណភាពនិងអនាម័យស្តង់ដារត្រឹមត្រូវបាទអញ្ចឹងហ្នឹងណាអញ្ចឹងពួកអាចប្រៀបធៀបបានថាការបើយើងគិតពីចំណេញពីបែបដែលយើងធ្វើបែបដូតានិងការបែបបច្ចេកទេសដែលចូលជាបណ្ដុំអាជីវកម្មការច្នៃត្រីវាខុសគ្នាយ៉ាងម៉េចបងបាទហើយយើងរាល់ថ្ងៃនេះអត់ទាន់ដល់កម្រិតនៃការវិចខ្ចប់ស្តង់ដារពីលក្ខណៈដល់ឡើយទេគ្រាន់តែយើងគ្រាន់តែជាអ្នកអនាម័យពិតប្រកបយើងតាំងពីការដោតការលាងជំរះស្អីនឹងហាលយើងមានមិត្តប្រៃត្រឹមត្រូវអញ្ចឹងប្រភពត្រីដែលយើងនាំចូលតែការទៅទិញអីចឹងប៉ុន្តែយើងគិតថារាល់ថ្ងៃនេះនៅចំណេញធម្មតាឧទាហរណ៍ថាពីដើមយើងលក់ចំណេញតិចយើងឥឡូវក៏លក់ចំណេញតិចដូចគ្នាប៉ុន្តែគ្រាន់តែយើងទីផ្សារយើងដើរច្រើនជាងមុនអញ្ចឹងយើងបើគិតទៅបើយើងពីមុនទីផ្សារតិចយើងលក់បានតិចឥឡូវទីផ្សារច្រើនលក់បានច្រើនទៅបើការចំណេញតិចតួចប៉ុន្តែវាចំណេញច្រើនវិញដោយសារតែការលក់ច្រើនវិញអញ្ចឹងណាបាទហ្នឹងហើយបាទតោងផលិតផលដែលយើងផលិតហើយលពូយកលក់នៅទីណាខ្លះពូបាទហើយផលិតផលយើងដែលកែច្នៃរួចហើយយើងទី1យើងយកទៅលក់នៅបាទទៅលក់នៅទីផ្សារបាទទីផ្សារតាំងសាំងនេះតែម្ដងបាទទី2យើងមួយបោះដុំទៅកំពង់ចាមពេញទៀតមែនទេបាទហើយនៅភ្នំពេញទៀតបាទមានច្រើនកន្លែងមានថាយើងអត់ដែលចាល់ទីផ្សារមានថាយើងអត់ដែលសល់ទេណាបាទយើងផលិតគឺតម្រូវការបោះបាទបោះទេជនតែម្ដងអញ្ចឹងណាអញ្ចឹងពួកអាចបានប៉ាន់ស្មានណាក្នុងថ្ងៃរឿងអាចផលិតប្រហែលគីឡូឬក៏ប្រហែលជាអីអាចបាទរាល់ថ្ងៃនេះយើងរយៈពេលមួយអាទិត្យយើងមួយអាទិត្យណាមួយថ្ងៃយើងអត់បានថ្ងៃទេបាទយើងមួយអាទិត្យយើងផលិតបាន2ថ្ងៃអញ្ចឹង2ថ្ងៃក្នុងមួយថ្ងៃយើងអាចផលិតបានជាង100គីឡូបាទជាង100គីឡូក្នុង1គីឡូប្រហែលជាតម្លៃ6000ណា8000 ទេបាទមួយអាទិត្យយើងមក100គីឡូហ្នឹងយើងលក់1គីឡូលក់ចេញវិញ8500អាហ្នឹងយើងគិតទៅត្រីស្រស់ណាបាទយើងកែច្នៃអញ្ចឹងហើយប៉ុន្តែយើងគិតនៅក្នុងត្រីស្រស់បាទហើយត្រីចកនីមួយយើងមានខំមានគីឡូរបស់វាត្រឹមត្រូវតាំងពីស្រស់រហូតទៅដល់ស្ងួតហើយអញ្ចឹងបាទយើងហូបចុកហើយបាទអញ្ចឹងមួយទៀតព្រោះតកតងទៅនឹងការដែលយើងកែច្នៃត្រីបាទទីផ្សារក៏មានអញ្ចឹងអញ្ចឹងមានន័យថាវាចំណេញមែនទេបាទអញ្ចឹងពេលដែលប្រាក់ដែលចំណេញពូអាចចំណាយទៅលើអីខ្លះពូបាទទី1យើងបែបប្រាក់ដែលមានចំណេញមកពីការអាជីវកម្មយើងហ្នឹងយើងទៅកូនរៀនបាទទី2យើងកែប្រែទីដៅយើងហ្នឹងឲ្យទៅគេថាជំរឿនណាជំរឿនឲ្យផលិតផលយើងក៏ខ្លាំងឲ្យដំណើរការទៅដល់ឆ្ពោះការវិខ្ចប់ហើយយើងក៏កែទីតាំងយើងឲ្យល្អទៅតាមស្តង់ដារបាទហើយនឹងការប្រើប្រាស់គ្រួសារដោយការហូបចុកអីផ្សេងបាទឆ្នាំសង្កូវអញ្ចឹងណាអីទៅបាទអញ្ចឹងជាមួយនេះដែរគឺជាចុងក្រោយខ្ញុំចង់ឲ្យលោកពូមានគំនិតយោបល់មិនចំពោះការបង្កើតបណ្ដុំអាជីវកម្មកែច្នៃត្រីបាទខ្ញុំគិតថាអ្វីដែលយើងធ្វើនេះយើងបានជួយទៅដល់សមាជិករបស់យើងបាទសមាជិកនៅក្នុងភូមិទី1ប្រជាពលរដ្ឋនៅក្នុងភូមិទី2គឺគាត់ក៏ចូលជាសមាជិកបាទនៅក្នុងបណ្ដុំយើងនេះមានរហូតដល់50គ្រួសារឯណោះអញ្ចឹងបាទហើយអញ្ចឹងយើងមានទីតាំងដែលត្រូវធ្វើនៅគោលការណ៍នេះយើងមាន4ទីតាំងដែលអាចយើងផលិតចេញជារៀងរាល់ថ្ងៃអញ្ចឹងណាប៉ុន្តែគាត់ថាទីតាំងនេះគឺធំជាងគេបាទធំជាងគេអញ្ចឹងយើងបានជួយពួកគាត់ច្រើនដែរគាត់បានមានរយបានចំណូលពីយើងបាទទៅគាត់ចែកចាយទៅដល់ក្រុមគ្រួសារពួកគាត់បានរៀនសូត្រផងដែរបាទអញ្ចឹងអរគុណច្រើនបងណាអរគុណច្រើនបងផ្ដល់ស្ពីបាទសូមអរគុណ